សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបរិញ្ញាអ្នកទាំងអស់គ្នារបៀបនៃការកំណត់ storage នៅលើ Windows Server ហើយទី1យើងនឹងរៀនពីរបៀបនៃការ install file server resource manager និងការកំណត់ size នៅលើ directory folder កំណត់ size ទៅលើ resource folder និងការដក permission នៅ file image video សារឬក៏ file exe ជាដើមដោយជាដំបូងយើងគ្រាន់តែចូលមកកាន់ Windows Server របស់យើងមកបន្តមកទៀតយើងទៅបង្កើត folder យើងដាក់នៅ local disk អ្នកនរគ្នាគ្រាន់តែ right click លើនឹងមកហើយចុចពាក្យ new ហើយយើងអាចដាក់ឈ្មោះអីក៏បានដែរអញ្ចឹងខ្ញុំដាក់ឈ្មោះថា user data នៅក្នុង folder user data ហ្នឹងយើងចង់បង្កើត folder ទូទៅបន្ថែមទៀតក៏បានដែរតមកទៀតយើងចុចលើ add row និង feature ចុច next រហូតមកចូលមកដល់កន្លែងនេះអ្នកនរគ្នាមើលឃើញពាក្យ file and storage server យើង click អាភួយខំហ្នឹងមកហើយscroll រហូតមើលពាក្យ server resource manager ហើយយើងគ្រាន់តែចុច add filter វាមកហើយចុចបន្តទៀតចុច next រហូតមកហើយចូលមកដល់កន្លែងនេះយើងចុចពាក្យ install ហើយយើងរងចាំឲ្យវា install សិនចឹងយើង install បានហើយបន្តមកទៀតយើងចូលទៅកាន់ tool នៅផ្ទាំងខាងលើនេះហើយជ្រើសយកពាក្យfile server resource manager ចុចលើនោះមកហើយមកដល់កន្លែងនេះអ្នកនរគ្នាមើលខាងឆ្វេងដែរឃើញមានពាក្យ quota management ចឹងកន្លែងនេះដែរវាមាន quota template ឲ្យយើងស្រាប់របៀបកំណត់ size ឲ្យយើងស្រាប់ចឹងណាប៉ុន្តែខ្ញុំចង់បង្កើតថ្មីថែមមួយទៀតចឹងយើងគ្រាន់តែចុច right click លើពាក្យ quota ហ្នឹងមកហើយយើងទៅ browse ដាក់នៅ folder ដែលយើងបានបង្កើតមុនហ្នឹងដែល folder ឈ្មោះថា user data ចឹងតបវាមកហើយបន្ទាប់ទៀតខ្ញុំទៅបង្កើតមួយទៀតសម្រាប់directory folder របស់ខ្ញុំហើយអ្នកទាំងអស់គ្នាឃើញកន្លែងនេះយើងអាចកំណត់ size ដាក់បានណាក៏បានដែរចឹងការកំណត់ storage main មាន2យើងកំណត់រួចហើយចង់ចូលមកដល់កន្លែង file group នេះអ្នកនរគ្នាចុចលើនឹងមកយើង right click ហើយយកពាក្យ create file group ហើយនេះយើងដាក់ឈ្មោះអីក៏បានដែរចឹងខ្ញុំដាក់ឈ្មោះblog media and exe ហើយអា file to include នេះ file សម្រាប់ដែល file ណាដែលយើងចង់នេះpermission របស់វាដែលយើងអត់អាចឲ្យគេ copy បានអញ្ចឹងណាហើ
ហើយបើចំពោះfile to include នេះ file ដែលយើងចង់ឲ្យគេ copy បាននេះចឹងតាចឹង file ដែលខ្ញុំមកចង់ឲ្យគេ copy បានអីវាមានដូចជា file image file video sound ឬក៏មួយទៀតនឹង file exe ហ្នឹងឯងចឹងវាមាន4ហ្នឹងហើយបន្តមកទៀតចុច OK មកបានហើយហើយយើងចុចមកខាងផ្ទាំងខាងឆ្វេងដៃនេះវិញលើពាក្យ file screen យើង right click វាមកហើយ browse ទៅលើlocal ទេយើងទៅរក folder ដែលយើងបានបង្កើតមុនហ្នឹងដែលមានឈ្មោះថា share data បន្តមកទៀតយើងចុចនៅលើប៊ូតុងនេះយើង create វាលើនឹងមកហើយយើងហៅមកពាក្យcustom properties នៅក្រោមនឹងអញ្ចឹងចុចលើវាហើយយើងនឹងឲ្យទៅដាក់ឲ្យឈ្មោះ file ដែលយើងនេះមុនហ្នឹងឈ្មោះថា block media and exe អញ្ចឹងយើង create មកបានហើយកន្លែង template name នេះយើងចង់ដាក់ឈ្មោះអីក៏បានដែរចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនអ្នកទាំងអស់គ្នា